សួស្តីប្រិមត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយខ្ញុំបាទ MS ម្ដងទៀតហើយបាទថ្ងៃនេះជួបជាមួយខ្ញុំបាទក្នុងការសម្ដែងរឿងសនសិប Christmas សូមសម្រាប់ពី Ogi and the Crocodile បន្តិចណា Merry Christmas everyone ហើយក៏សូមជូនពរដល់បងប្អូនដែលជាសិស្សានុសិស្សថ្នាក់ទី12ទាំងអស់ឲ្យសំណាងល្អក្នុងការប្រឡងបាក់ឌុបឆ្នាំ2021នេះជូនពរឲ្យប្រឡងជាប់ទាំងអស់គ្នាណាម្យ៉ាងទៀតក៏ត្រៀមជូនពរឆ្នាំថ្មីឆ្នាំសកល2022ទៅកាន់ប្រិយមិត្តទាំងអស់គ្នាផងដែរណា Happy New Year សំណាងល្អសុខភាពល្អអនាគតបវររុងរឿងអូខេឥឡូវចូលសាច់រឿងរបស់យើងទាំងអស់គ្នាតែម្ដងទៅផ្ដើមសាច់រឿងដំបូងយើងឃើញថាសននិងក្រុមជាមកំពុងតែរៀបចំរោងជាមរបស់ពួកគេសម្រាប់អបអរថ្ងៃគ្រីស្មាសក៏ដូចជាសម្រាប់ឆ្លងឆ្នាំ2021ចូល2022ផងដែរ Bitser ឯនេះកំពុងតែបើកកាដូដែលក្នុងកាដូនោះគឺមានស្រោមជើងមួយតម្លៃ2500រៀលសម្រាប់គ្រីស្មាសគឺពួកគេតែងតែត្រៀមស្រោមជើងម្នាក់មួយព្យួរចោលដើម្បីទទួលបានកាដូពី Santa Claus នៅពេលដែលពួកគេក្រោកពីដេកសនក៏កំពុងតែរៀបចំស្រោមជើងរបស់គេដើម្បីទទួលបានកាដូនោះដែរប៉ុន្តែស្រោមជើងរបស់គេនោះតូចពេកហើយគេគិតថាបើដាក់ស្រោមជើងតូចបែបនេះប្រហែលជាអាចបានកាដូតិចហើយអញ្ចឹងគួរតែដាក់ស្រោមជើងដែលធំជាងនេះដើម្បីបានកាដូច្រើនពេលនោះគេក៏បានក្រឡេកឃើញស្រោមជើងរបស់បរិយាកសិករដែលមានទំហំធំប៉ុណ្ណាណីសនគិតថាបើគេទទួលបានស្រោមជើងមួយនេះប្រហែលជានឹងទទួលបានកាដូដ៏ច្រើនលើសលប់ហើយមើលទៅក្រឡេកមកមើលធីមីឯនេះកំពុងតែមើលរូប Santa ហើយស្រមៃចង់ជួប Santa ផ្ទាល់ចង់ដឹងថា Santa សង្ហាដូចអូប៉ាដែរឬទេក្នុងថ្ងៃគ្រីស្មាសនេះផងដែរបរិយាកសិករកំពុងតែរៀនធ្វើម្ហូបតាម YouTube ប្រហែលជាគាត់រៀនស្លការីហើយមើលទៅព្យាយាមធ្វើតាម YouTube រហូតសម្លមួយឆ្នាំនោះផ្ទុះពេញផ្ទះដូចជាពពុះសាប៊ូមិនដឹងថាជាសម្លអីនោះទេ Bitser ក៏បានដើរចូលមកមើលដែរថាមិនបានជាបរិយាកសិករធ្វើអីប្លែកៗបែបហ្នឹងមើលទៅទាល់តែនាំទៅស្រោចទឹកហើយទៅបានតាមពិតបរិយាកសិករគាត់បានរៀនធ្វើភេសជ្ជៈជាច្រើនច្រកដាក់ក្នុងដបហើយបានប្រើឲ្យ Bitser លើកយកទៅដាក់ក្នុងឡានបន្ទាប់ពី Bitser បានលើកភេសជ្ជៈទាំងនោះចេញទៅហើយបរិយាកសិករក៏បានឡើងទៅខាងលើដើម្បីផ្លាស់ខោអាវឆ្លៀតពេលនោះសននិងធីមីបានចូលមកខាងក្នុងផ្ទះបរិយាកសិករប្រុងនឹងលួចយកស្រោមជើងដែលគេបានដាក់ target មកពីខាងក្រៅថាលួចតែស្រោមជើងទេតែបែរជាបានទាំងលីអូពណ៌ក្រហមស្រស់ធ្លាក់ចំពីលើក្បាលធីមីបន្ទាប់ពីបានទម្លាក់ស្រោមជើងចុះមកក្រោមរួចហើយសននិងធីមីក៏បានទុកស្រោមជើងចោលម្ដុំសិនហើយពួកគេក៏បានរត់ទៅក្បែរដើមនៅឯរបស់បរិយាកសិករប្រុងនឹងលួចកាដូជាច្រើនទៀតដែលនៅក្រោមនោះតែចៃដន្យអីភ្លាមនោះពួកគេបានលឺសម្រាប់ជើងរបស់បរិយាកសិករកំពុងតែដើរចូលមកខាងក្រោមវិញសនក៏បានចាប់ធីមីដាក់ទៅក្នុងកាដូតូចមួយហើយរូបគេក៏បានរមៀលខ្លួនជាមួយក្រដាសខ្ចប់កាដូឈរស្ងៀមប្រៀបដូចជាតុក្កតាដែលគេបានខ្ចប់រួចបរិយាកសិករក៏បានចុះមកពីខាងលើជាមួយនឹងសម្លៀកបំពាក់ Santa Claus ប្រៀបដូចជា Santa មែនតើធីមីក៏បានអើតក្បាលចេញពីកាដូឃើញបរិយាកសិករស្លៀកពាក់បែបនេះគេក៏គិតថានេះគឺជា Santa Claus ពិតមែនហើយដែលបានចុះមកពីសួគ៌លីមិនបងអង្គយូធីមីក៏បានដើរទាំងកាដូនោះទៅតាមបរិយាកសិករភ្លាមព្រោះគេគិតថាជា idol ក្នុងក្តីស្រមៃ Bitser ឯនេះកំពុងតែរៀបចំសេតវិមានរបស់គេជាមួយកម្រងផ្កាមួយដើម្បីអបអរសាទរគ្រីស្មាសភ្លាមនោះបរិយាកសិករក៏បានមកលើកផ្ទះរបស់គេយកទៅដាក់ទៅលើឡានហើយបានប្រាប់ Bitser ថាកុំបារម្ភចាំមើលថាតើអ៊ំយកផ្ទះរបស់ឯងទៅណាតាន់ធីមីក៏បានស្រវេស្រវាឡើងទៅលើឡានរបស់បរិយាកសិករដែរតែសនដែលកំពុងតែរត់តាមគេពីក្រោយនោះក៏បានមើលឃើញហើយព្យាយាមរត់តាមពីក្រោយឡានបរិយាកសិករម៉ែធីមីក៏បានមកដែរតែពួកគេរត់តាមមិនទាន់នោះទេម៉ែធីមីក៏បានបន្ទោដល់សនដែលបានធ្វើឲ្យធីមីទៅបាត់បែបនេះក្រុមឈាមក៏មកជួយអបអរសាទរការស្ដីបន្ទោមួយនេះផងដែរភ្លាមនោះសនក៏បានរើសបានក្រដាសមួយសន្លឹកដែលបានបង្ហាញពីទីតាំងនៃបរិយាកសិករទៅចូលរួមនេះគឺជាភូមិមួយដែលគេកំពុងតែធ្វើពិធីគ្រីស្មាសជុំគ្នាហើយក៏ជាទីតាំងដែលបរិយាកសិករកំពុងតែធ្វើដំណើរមកផងដែរមិនបងអង្គយូ Santa ស្រុកស្រែរបស់យើងក៏បានមកដល់ជាមួយនឹងវត្តមានប្រធានគ្រប់គ្រងក្រុមឈាមគឺ Bitser បរិយាកសិករបានលើកផ្ទះរបស់ Bitser ដាក់នៅលើកន្លែងវាលមួយហើយក៏បានគាស់ដំបូលឡើងលើគាត់បានយកភេសជ្ជៈរបស់គាត់មកដាក់លក់ពីលើនោះភ្លាមនោះមានឡានធំមួយបានដឹកមនុស្សព្រិលជាច្រើនមកដាក់តាំងនៅក្នុងភូមិគ្រីស្មាសនោះហើយយើងក៏បានឃើញស្រាប់ហើយថាក្រុមឈាមបានពួនបន្លំខ្លួនធ្វើជាមនុស្សព្រិលមួយដែរនៅលើឡាននោះហើយយើងក៏បានដឹងហើយថាពួកគេមកទីនេះដើម្បីតាមរកធីមីសនបានប្រើបំពង់ក្រដាសរបស់គេមកឆ្លោះរកមើលធីមីតែពេលនោះគេបានប្រទះឃើញ Bitser ដែលកំពុងតែតែងខ្លួនធ្វើជាអ្នកលក់ភេសជ្ជៈឈរនៅក្បែរតូបភេសជ្ជៈរបស់បរិយាកសិករពេលនោះសនក៏បានឃើញធីមីនៅក្នុងគូតឡានរបស់បរិយាកសិករហើយគេក៏បានបញ្ជាឲ្យក្រុមឈាមធ្វើដំណើរទៅយកធីមីភ្លាមក្រុមឈាមបានធ្វើខ្លួនជាមនុស្សព្រិលដើម្បីបន្លំភ្នែកអ្នករាល់គ្នាក៏ដូចជាបន្លំភ្នែក Bitser និងបរិយាកសិករផងដែរនាំគ្នាដើរមកដល់ឡានបរិយាកសិករស្រាប់តែពួកគេមិនបានឃើញធីមីទៀតនោះទេតើពេលនេះធីមីទៅណាទៀតហើយម៉ែធីមីក៏បានជេរសនម្ដងហើយម្ដងទៀតជាលើកទី2ធីមីឯនេះគេកំពុងតែដើរស្វែងរក Santa Claus ដែលជា idol ពេញបេះដូងគេបានប្រទះឃើញរូប Santa Claus ធំមួយនៅចំកណ្ដាលភូមិនោះហើយគេក៏បានបន្តដំណើរទៅកាន់រូបនោះទៀតហើយសននិងក្រុមឈាមឯនេះក៏ខំដើររកឡើងវល់ទៅហើយពេលនោះ Santa សុកស្រែរបស់យើងកំពុងតែដើរបណ្ដើរកាន់ hot dog មួយបណ្ដើរបានឃើញឡានរបស់គាត់ត្រូវបានប៉ូលីសយកផ្លាកមកជាប់កង់បរិយាកសិករខាត់ក៏ប្រញាប់ដើរទៅក្រុមឈាមដែលកំពុងតែនាំគ្នាអោនមើលក្នុងតូបបរិយាកសិករឃើញបរិយាកសិករដើរមកយ៉ាងលឿនក៏នាំគ្នាភ័យហើយបានលោតចូលទៅក្នុងតូបនោះទៅ Shirley ដែលមានគូតធំជាងគេវាមិនបានចូលទៅខាងក្នុងពេញលេញនោះទេនៅសល់គូតនិងកន្ទុយលៀនចេញមកខាងក្រៅបរិយាកសិករដើរមិនបានមើលក៏ជន់កន្ទុយ Shirley ធ្វើឲ្យ Shirley ភ្ញាក់ហើយបណ្ដាលឲ្យដបភេសជ្ជៈពីនឹងធ្លាក់ទៅខាងក្រោមប៉ុន្តែបរិយាកសិករព្យាយាមទ្រដបនោះមិនឲ្យធ្លាក់ទេដោយបញ្ចេញនូវក្បាច់ពស់ផងក្បាច់អន្ទង់ផងពេលនោះមានទស្សនិកជនជាច្រើនមកចូលទស្សនាសិល្បៈនៃការទ្រដបរបស់ Santa សុកស្រែ
រហូតដល់គម្របដល់ភេសជ្ជៈនោះរបូតហើយខ្ទាតស្ទើរតែពេញភូមិគ្រីស្មាស់នោះទៅហើយឆ្នុកដបនោះបានខ្ទាតទៅប៉ាអ្នកលក់ស្ករគ្រាប់និងក្រុមតន្ត្រីករធ្វើឲ្យពួកគេខឹងនឹងបរិះកសិករជាខ្លាំងបរិះកសិករដែលខ្លាចពួកគេនាំគ្នារំលោភបំពានខ្លួនគាត់ក៏បានរត់ទៅពួនក្នុងតង់ធំមួយពេលនោះមានក្មេងៗជាច្រើនបានមកអបអរសាទរដល់បរិះកសិករដោយបានឃើញសម្លៀកបំពាក់ Santa Claus របស់គាត់នៅក្នុងតង់នោះមានការរៀបចំដើមនៅអាលនិងកាដូជាច្រើន Santa សុខសាន្តរបស់យើងក៏បានយកកាដូទាំងនោះចែកទៅឲ្យក្មេងៗធីមីក៏កំពុងតែនៅក្នុងតង់នោះដែរគឺគេបានតាមមើលគ្រប់សកម្មភាពរបស់ Santa សុខសាន្តរបស់យើងព្រោះធីមីមិនបានដឹងថានោះគឺជាបរិះកសិករនោះទេម៉ែធីមីនិងសនក៏កំពុងតែតាមរកធីមីយ៉ាងលំបាកវេទនាគ្រាន់តែធីមីប៉ុណ្ណឹងក៏ពួកគេមិនអាចចាប់បានដែរពេលនោះមានក្មេងស្រីម្នាក់ឈ្មោះធីដាដែលមិនទាន់បានកាដូពី Santa ហើយក៏មកសុំកាដូពី Santa សុខសាន្តរបស់យើងមិនមែនឈ្មោះពិតរបស់គេទេគឺ admin ចេះតែហៅតែប៉ុណ្ណោះពេលនោះធីមីដែលកំពុងតែដើរនៅក្នុងកាដូនោះបានជំពប់ជើងដួលនៅពីមុខធីដានិង Santa សនឯនេះក៏បានស្រវេស្រវាទៅចាប់យកកាដូដែលមានធីមីនោះតែសុយអី Santa សុខសាន្តចាប់យកបានមុនហើយហុចកាដូនោះឲ្យទៅកុមារីធីដាទៅធីដាក៏បានកាន់កាដូនោះទៅពេលចេញទៅខាងក្រៅប៉ារបស់គេក៏បានហៅរូបគេឡើងឡានហើយចាក់ចេញពីទីនោះដើម្បីត្រឡប់ទៅផ្ទះវិញសនម៉ែធីមីនិងក្រុមជៀមក៏ចាប់ផ្ដើមភ័យម្ដងទៀតហើយព្រោះពេលនេះមិនដឹងថាគេនាំធីមីទៅណានោះទេឡាននោះក៏បានចេញដំណើរទៅក្រុមជៀមក៏មិនបង្អង់យូរបានយករទេះរបស់ Santa Claus ជិះចេញទៅតាមឡាននោះភ្លាមរទេះ Santa ដែលក្រុមជៀមនោះជិះបានបុកតូមលូភេសជ្ជៈរបស់ Bitzer ឲ្យខ្ទេចខ្ទីអស់ហើយ Bitzer ក៏បានឃើញវត្តមានក្រុមជៀមកំពុងតែជិះរទេះសេះនោះដែរហើយក៏ចាប់ផ្ដើមភ័យភ្លាមរទេះក្រុមជៀមព្យាយាមដេញតាមពីក្រោយលេខ C507 របស់គ្រួសារធីតាដោយមានឧបសគ្គជាច្រើនចំណែក Bitzer គេក៏បានជិះស្គីទៅកកដេញតាមពីក្រោយផងដែរប៉ុន្តែគ្រួសារធីតាបានមកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពជាមួយនឹងកាដូដែលមានធីមីនៅក្នុងនោះប៉ារបស់ធីតាបានប្រើឧបករណ៍សម្អាតផ្ទះបែបទំនើបហើយចូលទៅក្នុងបន្ទប់ដែលមានតាំងដើមនៅឯលនិយាយទៅគ្រួសារមួយនេះគឺរស់នៅតាមបែបបច្ចេកវិទ្យាសម័យទំនើបតែម្ដងក្រុមជៀមកំពុងតែលួចមើលពីខាងក្រៅផ្ទះតាមកញ្ចក់រកមើលធីមីពេលនោះធីតាបានយកកាដូដែលមានធីមីនៅក្នុងនោះមកទុកក្បែរដើមនៅឯលនោះហើយនាងក៏បំរុងនឹងបើកកាដូនោះមើលសនក៏ចាប់ផ្ដើមភ័យព្រោះខ្លាចថាគេនឹងឃើញកូនជៀមធីមីនៅក្នុងនោះប៉ុន្តែសំណាងល្អម៉ាក់ធីដាមិនទាន់ឲ្យគេបើកកាដូនោះមើលទេរងចាំចាប់គ្រីស្មាស់សិនទើបអាចបើកមើលបានបន្ទាប់ពីនិយាយត្រូវគ្នាហើយធីដានិងម៉ាក់របស់គេក៏បានចេញពីបន្ទប់នោះធីមីដែលនៅក្នុងកាដូនោះបានឥតក្បាលចេញមកក្រៅហើយក៏បានឃើញវត្តមានម៉ែរបស់វានិងសនកំពុងតែឈរនៅខាងក្រៅធីមីក៏សប្បាយចិត្តប៉ុន្តែពួកគេត្រូវរកមកចូលបាយដើម្បីអាចចូលទៅក្នុងផ្ទះនោះបានសិនសនបានប្រាប់ធីមីឲ្យពួននៅក្នុងកាដូនោះទៅទុកឲ្យគេនឹងក្រុមជៀមជាអ្នករកមកចូលបាយដើម្បីចូលទៅជួយក្រុមជៀមបានរុញសនឲ្យចូលទៅតាមផ្លូវលូនៅខាងក្រោយផ្ទះនោះកំពុងតែរុញសនមិនទាន់ចូលផុតផងពេលនោះសន្ធឹករង្គើក៏បានកើតមានឡើងប្រៀបដូចជានរណាម្នាក់មានមៀតធំកំពុងតែដើរសម្ដៅមករកពួកគេអញ្ចឹងតាមពិតនោះគឺជា Bitzer ដែលកំពុងតែកកទៅជាតកកហើយព្យាយាមដើរមកតាមក្រុមជៀមធ្វើឲ្យរង្គើព្រះធរណីក្រឡេកមកមើលសនឯនេះគេបានចូលមកខាងក្នុងផ្ទះរបស់ធីតាបាត់ទៅហើយគេកំពុងតែដើរលបទៅរកធីមីចៃដន្យអីគេក៏បានប្រទះឃើញប៉ាម៉ាក់របស់ធីតាកំពុងតែអង្គុយអេឌីតរូបភាពដែលបានថតនៅក្នុងភូមិគ្រីស្មាស់នោះសនមិនបានខ្វល់ច្រើនគេក៏បន្តដំណើរទៅរកធីមីបន្តទៀតប៉ុន្តែនៅពេលដែលគេបើកកាដូនោះគឺមិនបានឃើញធីមីទៀតនោះទេ Surprise ធីមីនេះត្រូវបានធីតាចាប់យកមកក្នុងបន្ទប់របស់នាងបាត់ទៅហើយដោយធីតាគិតថាធីមីនេះជាកូនតុក្កតាជៀមដ៏ cute គួរឲ្យស្រឡាញ់នាងមិនបានដឹងថានេះគឺជាកូនជៀមមែនតែនោះទេធីមីក៏បានសម្ដែងប្រៀបដូចជាតុក្កតាដែលមានចលនាឲ្យធីតាមើលពេលនោះធីតាក៏បានលូនចូលទៅក្រោមគ្រែដើម្បីរកមើលរបស់របរផ្សេងទៀតមកលេងជាមួយធីមីតែធីមីឆ្លាតក៏បានលួចចេញមកខាងក្រៅយឺតតែទោះជាយ៉ាងណាធីតានៅតែអាចចាប់យកធីមីបានដដែលម៉ែធីមីនិងក្រុមជៀមដោយមិនអាចទ្រាំបានក៏បានធាក់ទ្វារទម្លុះហើយនាំគ្នាសម្រុកចូលទៅយកធីមីតែម្ដងទោះបីជាសនព្យាយាមខាត់យ៉ាងណាក៏ពួកគេនៅតែសម្រុកចូលដែរម៉ែធីមីបានបញ្ជាឲ្យក្រុមជៀមចូលទៅរកមើលធីមីពេញនៅក្នុងផ្ទះនោះដោយមិនមានខ្លាចអ្វីទាល់តែសោះរករើនៅខាងក្រៅមិនឃើញម៉ែធីមីក៏បានបញ្ជាឲ្យក្រុមជៀមបន្តទៅខាងលើទៀតដោយប៉ាម៉ាក់របស់ធីតានៅសំងំកាត់វីដេអូធ្វើដូចជាមិនដឹងរឿងអ្វីទាល់តែសោះ Finally សននិងក្រុមជៀមក៏បានរកធីមីឃើញនៅក្នុងបន្ទប់ដេករបស់ធីតាដែលពេលនោះធីតាកំពុងតែដេកអោបធីមីដេកលក់យ៉ាងស្កប់ស្កល់សនក៏បានទៅយកធីមីពីដៃរបស់ធីតាហុចទៅឲ្យម៉ែរបស់ធីមីវិញមិនទាន់បានចាក់ចេញពីបន្ទប់នោះផងធីតាក៏បានភ្ញាក់ដឹងខ្លួនហើយបានឃើញវត្តមានរបស់ក្រុមជៀមនៅជុំគ្នាតែម្ដងក្រុមជៀមមិនមកអង្យូគេក៏នាំគ្នារត់ចេញទៅឯធីតាគេមិនសុខចិត្តនោះទេព្រោះគេបានបាត់បង់ធីមីទៅហើយនៅពេលពួកគេកំពុងតែរកផ្លូវចេញប៉ាម៉ាក់របស់ធីតាក៏បានឮសំឡេងកងរំពងហើយពួកគាត់ក៏បានដើរមកមើលពេលនោះសនគេមានទូរស័ព្ទប៉ារបស់ធីតានៅក្នុងដៃគេបានបញ្ជាឲ្យអំពូលភ្លើងវាំងនោនឹងឧបករណ៍សម្អាតផ្ទះឲ្យដំណើរការដើម្បីបង្វែរអារម្មណ៍ប៉ាម៉ាក់ធីតាក្រុមជៀមបានបន្តរត់ចេញហើយធីតាក៏បានដេញតាមពីក្រោយក្រុមជៀមដូចគ្នាក្រុមជៀមបានរត់គេចរហូតឡើងទៅដល់បន្ទប់លើដំបូលផ្ទះហើយពួកគេបានយករបស់របរជាច្រើនមកទប់ទ្វារដើម្បីកុំឲ្យធីតាអាចបើកចូលបានសនក៏បានបើកបង្អួចហើយប្រុងបបួលក្រុមជៀមចាក់ចេញប៉ុន្តែនៅទីនោះខ្ពស់ណាស់មិនមែនទាបនោះទេគេក៏បានមើលឃើញដើមឈើធំមួយមិនបង្អង់យូរសនក៏បានបោះខ្សែអំពូលភ្លើងទៅតាក់ជាមួយមែកឈើនោះហើយក្រុមជៀមបំរុងនឹងតោងខ្សែនោះលោតចូលមកក្រោមចៃដន្យអីពេលនោះ Bitzer ក៏បានមកដល់ហើយមានការផិតភ័យជាខ្លាំងព្រោះខ្លាចក្រុមជៀមមានគ្រោះថ្នាក់ Bitzer ក៏បានរិះរកវិធីដើម្បីជួយទ្រក្រុមជៀមពេលនោះស្រាប់តែគេបានឃើញដបភេសជ្ជៈរបស់បរិះកសិករសនបាននាំធីមីជីកខ្សែភ្លើងនោះពីលើបង្អួចលោតទៅកន្លែងម្ខាងទៀតដោយព្រើតកករអិលផងសនក៏បានរបូតធីមីពីដៃធ្វើឲ្យធីមីធ្លាក់ចុះទៅក្រោមបន្តិចម្ដង
គ្រប់គ្នាក៏ស្រឡាញ់កាំងគិតថាធីមីប្រហែលជាធ្លាក់បាត់បង់ជីវិតទៅហើយប៉ុន្តែពេលនោះពួកគេក៏បានឃើញវត្តមានធីមីបានឡើងមកខាងលើវិញជាមួយនឹងរទេះសេនតាហោះដែលបញ្ជាដោយ Bitzer ព្រោះ Bitzer គេបានយកភេសជ្ជៈរបស់បុរសកសិករជាច្រើនចងជាប់ជាមួយជើងរទេះទើបធ្វើឲ្យហោះបានដូច្នេះក្រុមជាមក៏បាន escape ចេញពីក្នុងផ្ទះធីតាប៉ុន្តែមើលទៅធីតាហាក់ដូចជាមិនសប្បាយចិត្តសោះពេលនោះប៉ាម៉ាក់របស់ធីតាក៏បានមកតាមគេដល់ក្នុងបន្ទប់នោះក្រុមជាមក៏បានហោះចេញទៅហើយធីតានិងប៉ាម៉ាក់របស់គេក៏បានឃើញផងដែរបុរសកសិករដោយឡានរបស់គាត់មិនអាចជិះបានគាត់ក៏បានដើរត្រឡប់មកផ្ទះវិញកាត់ព្រិលទឹកកកយ៉ាងរងាពន់ពេកភ្លាមនោះគាត់ក៏បានឃើញរទេះ Bitzer និងក្រុមជាមកំពុងហោះកាត់ពីមុខគាត់តែគាត់មិនបានដឹងថានោះគឺជាពួកគេនោះទេគាត់គិតថានោះគឺជា Santa Claus ពេលនោះមានរថយន្តមួយឈប់បុរសកសិករគិតថាមានគេមកជូនគាត់ទៅផ្ទះហើយតែមិនមែនទេនោះគឺជាក្រុមតន្ត្រីករដែលមកតាមរករឿងគាត់ប៉ុណ្ណោះ Finally ដោយសារតែ shock ដបរបស់គាត់ត្រូវបានរបូតចេញពី saxophone របស់តន្ត្រីករវិញតន្ត្រីករក៏បានអនុញ្ញាតឲ្យគាត់ឡើងជិះឡានជាមួយទៅបុរសកសិករនិងក្រុមជាមក៏បានត្រឡប់ទៅផ្ទះវិញហើយរស់នៅក្នុងជីវភាពប្រចាំថ្ងៃធម្មតា Christmas របស់ក្រុមជាមពិតជារញ៉េរញ៉ៃមែនសម្រាប់រឿងនេះក៏សូមបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតណាអូខេ Bye